នៅតែមានបងប្អូនខ្លះនៅមិនស្គាល់ស្ពរផ្សិតដែលយើងដាំទៅអីគេជាស្ពរហ្នឹងហើយវាដោះមកមិននេះគឺជាស្ពរណាគឺជាពូជវាដូចជាពូជផ្សិតវាដូចជាបើយើងនិយាយទៅវាជាផ្សិតកសែផ្សិតណាដែលវាចាក់ស្រេះមកអញ្ចឹងមកវាគឺវាដោះមកតាមហ្នឹងនេះគឺជាសរសៃរបស់វាណាគេហៅសរសៃស្ពរជាសត្វទៅគេថាប្រទេសហៅសរសៃពីងពីងក៏បានតែគេហៅសរសៃពីងពីងវាគឺជាសរសៃផ្សិតហ្នឹងឯងគឺវាដោះមកអញ្ចឹងកាលណាសរសៃនេះកាន់តែក្រាស់ដោះកាន់តែច្រើនអញ្ចឹងយើងពេលយើងធ្វើផ្សិតយើងធ្វើផ្សិតច្បាប់យើងគាត់ជាតែងចំណាំមើលថាវាដោះស្ពរប៉ុណ្ណាគឺផ្សិតវាដោះខ្លាំងប៉ុណ្ណឹងបើអត់មានតាមរលឹកមិនសូវបានដោះទេតែលើនេះគឺស្ពរវាដោះមកគឺសស្ញាស់តែម្ដងនេះទៅបាន4យប់ដែលអត់មានផ្អាប់ឥឡូវមកស្រាប់ដាច់ទៅស្អីអត់មានធ្វើមិនបានសូវល្អដូចគេទេតែនេះគឺជាលើកទី2គឺចង់ចែករំលែកខ្ញុំចង់ចែករំលែកណាព្រោះពួកអស់ហ្នឹងគឺមិនគួរលាក់ទុកណែទេហើយយើងទាំងអស់គ្នាគួរចែករំលែកគ្នាដើម្បីយើងរីកចម្រើនទាំងអស់គ្នាហ្នឹងសរសៃស្ពរហើយថ្ងៃនេះមានមកស្រាប់តែសរសៃឃើញថាដោះបានល្អមែនទែនអូថ្ងៃហើយជាមើលខ្ទង់អេដមីនស្រាប់ដាច់សរសៃបានខ្ទង់មួយអាទិត្យទៀតគឺដល់ពេលយើងកាត់ចាំមើលអេដមីនថតពេលកាត់មួយសាទៀតតើវាបានផលប៉ុណ្ណាបាទអញ្ចឹងយើងចាំជួបវីដេអូក្រោយពេលការកាត់ពេលការបើកមើលសិតថាបានសិតប៉ុណ្ណា